សូមស្វាគមន៍មកកាន់ Cambodia Flash News សមាគមស៊ីតាហ្វាបណ្ដុះបណ្ដាលការប្រើប្រាស់ AI ក្នុងវិស័យគណនេយ្យសម្រាប់អនុវត្តអាជីវកម្មសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាស៊ីតាហ្វាសហការជាមួយក្រុមហ៊ុន BIS Khmer Digital Media Co Ltd បានបើកវគ្គបណ្ដុះបណ្ដាលខ្លីស្ដីពីការប្រើប្រាស់ AI ក្នុងវិស័យគណនេយ្យសម្រាប់អនុវត្តលើអាជីវកម្មជាក់ស្ដែងនៅព្រឹកថ្ងៃទី30 ខែឧសភាឆ្នាំ2025វគ្គបណ្ដុះបណ្ដាលនេះគឺបានធ្វើឡើងនៅទីស្នាក់ការសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាស៊ីតាហ្វាដែលមានទីតាំងស្ថិតនៅក្នុងបរិយាអុកគីដេដពោចិនតុងភូមិដំណាក់សង្កាត់កោះឃ្លៀងខណ្ឌសែនសុខរាជធានីភ្នំពេញដោយមានអ្នកចូលរួមជាង30នាក់ឯកឧត្តមអ៊ុំសារាវុធប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាស៊ីតាហ្វាបានបញ្ជាក់ថាការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលនេះគឺយើងចង់ផ្ដល់នូវចំណេះដឹងពីបច្ចេកវិទ្យា AI ដែលជាចំណេះដឹងដ៏សំខាន់ទៅដល់សមាជិកសមាគមក៏ដូចជាគណនេយ្យករសម្រាប់យកទៅអនុវត្តលើអាជីវកម្មជាក់ស្ដែងឲ្យកាន់តែរីកចម្រើនបានឆាប់រហ័សលោកយន្តសុភារិទ្ធទីប្រឹក្សាសមាគមស៊ីតាហ្វានិងជានាយកក្រុមហ៊ុន BIS Khmer Digital Media Co Ltd បានបញ្ជាក់ថា AI គឺមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់ជួយទៅដល់ម្ចាស់អាជីវកម្មគណនេយ្យករសម្រាប់យកទៅអនុវត្តក្នុងអាជីវកម្មរបស់ពួកគេទទួលបានចំណេញច្រើនលោកយន្តសុភារិទ្ធបានបញ្ជាក់យ៉ាងដូចនេះថាបាទខ្ញុំសុភារិទ្ធបច្ចុប្បន្នជាប្រធានក្រុមហ៊ុន BIS Khmer Digital Media ហើយនឹងក្រុមហ៊ុនមួយទៀតដែលផ្ដោតលើការបណ្ដុះបណ្ដាលគឺ BKD Academy AI ឬក៏បញ្ញាសិប្បនិម្មិតបានកំពុងតែរីកសាយពេលខ្លាំងមែនទែនប៉ុន្តែអ្វីដែលជាមូលហេតុដើមជាប់សំខាន់ដែលខ្ញុំបានធ្វើការងារជាមួយ Sitafa ក្នុងនាមទូនទីជាទីប្រឹក្សារបស់ Sitafa ផងក៏ដូចជាទូនាទីដែលយើងបានធ្វើការងារជាច្រើនជាមួយនឹងសហគមន៍របស់យើងមើលឃើញថាគណនេយ្យករក៏ដូចជាអ្នកធ្វើការងារផ្នែកខាងពន្ធដារជាពិសេសគឺខាងភ្នាក់ងារពន្ធដារនឹងតែម្ដងហើយសម្រាប់ម្ចាស់សហគ្រាសមួយចំនួនគាត់គិតថា AI ប្រហែលជាប្រើបានតែសម្រាប់ការងារ marketing ឬក៏ការងាររបស់បច្ចេកទេសតែពិតមែនទែនទៅមិនអញ្ចឹងទេ AI បានប្រើការងារជួយច្រើនមែនទែនទៅលើកិច្ចការងារទូទៅរបស់គណនេយ្យកររបស់អ្នកដែលជាមន្ត្រីធ្វើការងារផ្នែកខាងពន្ធដារក៏ដូចជាកិច្ចការងាររៀងកម្រិតជ្រៅជាងនឹងតិចទៀតគឺពាក់ព័ន្ធនឹងហិរញ្ញវត្ថុវិភាគហិរញ្ញវត្ថុជាដើមហើយបងប្អូនយល់ពីមូលដ្ឋានរបស់វាឲ្យច្បាស់ចេះបង្វឹក AI នឹងឲ្យត្រូវ AI នឹងជួយបងប្អូនយើងប្រើប្រាស់ការងារបានដោយប្រសិទ្ធភាពចំណេញពេលវេលាហើយជាពិសេសនោះគឺការពង្រឹងការសម្រេចចិត្តរបស់ម្ចាស់សហគ្រាសត្រឹមត្រូវមានមូលដ្ឋានច្បាស់លាស់ហើយពិតជាសម្រេចចិត្តបានទៅលើការងារយុទ្ធសាស្ត្រមួយចំនួនដែលចាំបាច់សម្រាប់ការអភិវឌ្ឍសហគ្រាសរបស់គាត់លោកស្រីឌុកស៊ីលីណាដែលជាអ្នកបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលបានឲ្យដឹងថានាងខ្ញុំយល់ដឹងបានច្រើនតាក់ទងទៅនឹង AI ហើយខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងមានជាបន្តទៀតហើយនឹងមានអ្នកចូលរួមឲ្យកាន់តែច្រើនជាងនឹងទៀតដើម្បីឲ្យយើងបានយល់ដឹងបន្ថែមពី AI វាអាចជួយដោះស្រាយបញ្ហារបស់យើងបានច្រើនមែនទែនចាអញ្ចឹងនាងខ្ញុំសូមអរគុណដល់ប្រធានសមាគមដែរដែលបានមានវាគ្មិនល្អដែលបានមកចែករំលែកនៅបទពិសោធន៍ដ៏មានតម្លៃនិងពេលវេលាដ៏មានតម្លៃរបស់គាត់មកដល់ខាងសមាគមសមាជិកក៏ដូចជាអ្នកដែលបានចូលរួមជាសកម្មនៅក្នុងថ្ងៃនេះផងដែរបានជាមានវគ្គខ្លីៗឬក៏មានតកតងនឹងវគ្គបណ្ដុះបណ្ដាលនៅមុខវិជ្ជា AI នេះសូមស្នើសុំឲ្យសហកាមឬក៏ក្រុមការងារទាំងអស់ចូលរួមឲ្យបានកកទាំងអស់គ្នាដើម្បីទទួលបាននៅចំណេះដឹងថ្មីតកតងនឹងបទពិសោធន៍ថ្មីនៅក្នុងឆ្នាំ2025នេះតទៅចាអរគុណលោកសោមរ៉ាដូក៏បានឲ្យដឹងដែរថាវគ្គបណ្ដុះបណ្ដាលថ្មីនេះពាក់ព័ន្ធជាមួយនឹង AI គឺខ្ញុំយល់ថាគឺវាល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំម្ចាស់អាជីវកម្មនិងបុគ្គលិកដែលគាត់ពាក់ព័ន្ធជាមួយនឹងការងារបម្រើការនៅក្នុងក្រុមហ៊ុនឬក៏តាមបណ្ដា business ផ្សេងអញ្ចឹងគឺ AI គឺល្អ AI អាចជួយដល់ម្ចាស់អាជីវកម្មផ្សេងទៀតពាក់ព័ន្ធជាមួយនឹងការងារផ្សេងគឺលឿនប្រសើរជាងមុនល្អជាងមុនចង់ស្នើសុំឲ្យសមាគមមានវគ្គបណ្ដុះបណ្ដាល AI នឹងបន្ថែមទៀតទៅដល់ម្ចាស់អាជីវកម្មផ្សេងឲ្យគាត់បានដឹងបានយល់ក្នុងការបន្លឿនអាជីវកម្ម business របស់យើងដើរបានលឿននិងការគ្រប់គ្រងបានល្អអញ្ចឹងសូមស្នើសុំឲ្យមានការបណ្ដុះបណ្ដាលបន្តទៀតទៅដល់ម្ចាស់អាជីវកម្មនិងបុគ្គលិក
នៅខាងក្រោមអាជីវកម្មផ្សេងៗដើម្បីពួកគាត់ទទួលបាននៃបទពិសោធន៍និងការទទួលបានអ្វីដែលល្អៗពី AI សូមបញ្ជាក់ថាសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា SITAFA មកដល់ពេលនេះគឺបានចុះអនុស្សរណៈយោគយល់ជាមួយនឹងបណ្ដាសមាគមនិងស្ថាប័នសំខាន់ៗចំនួន10ហើយដើម្បីពង្រីកបណ្ដាញទំនាក់ទំនងការងាររបស់ខ្លួនឲ្យបានកាន់តែធំទូលាយក្នុងការជួយដោះស្រាយដល់ម្ចាស់អាជីវកម្មជាពិសេសគឺពាក់ព័ន្ធនឹងគណនេយ្យពន្ធដារនិងសវនកម្មអរគុណសម្រាប់ការតាមដាន Cambodia Flash News